នាវេលាម៉ោង 8 ព្រឹកថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2016 នៅវិមានព្រឹទ្ធសភាសម្ដេចវិបលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបធ្វើសវនាការជាមួយនឹងលោកជំទាវ ប៉ានីយ៉ាទូប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមប្រសិទ្ធិសម្ដេចវិបលសេនាភក្តីសាយឈុំបានសម្ដែងនៅមនោសញ្ចេតនាសប្បាយរីករាយនិងស្វាគមន៍ដ៏កក់ក្ដៅបំផុតចំពោះលោកជំទាវនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានិងអញ្ជើញចូលរួមមហាសន្និបាតលើកទី 9 របស់សភាតំបន់អាស៊ីសម្ដេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់និងចាត់ទុកថាដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះពិតជាបាននាំមកនូវការពង្រឹងពង្រីកចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរនិងជាឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិបញ្ញត្តិឲ្យកាន់តែប្រសើរឡើងថែមទៀតសម្ដេចវិបលសេនាភក្តីបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជាមានអត្ថន័យពិសេសស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី 60 1956 2016នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រមុខរដ្ឋាភិបាលនិងសភានៃប្រទេសទាំងពីរបានផ្លាស់ប្ដូរលិខិតអបអរសាទរទៅវិញទៅមកនិងបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពសម្ដែងសិល្បៈរួមគ្នារៀបចំសិក្ខាសាលានិងធ្វើបាឋកថាស្ដីពីប្រវត្តិទំនាក់ទំនងកម្ពុជាឡាវ 60 ឆ្នាំសម្ដេចបានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរក្រោមស្នាព្រះហស្ថអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំឡាវជំនាន់មុនផ្អែកលើប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរគឺធ្លាប់មានប្រវត្តិតស៊ូពុះពៀឆ្លងកាត់ឧបសគ្គលំបាកនិងជួយគ្នាទៅវិញទៅមកដើម្បីបុព្វហេតុរំដោះជាតិប្រឆាំងការឈ្លានពានត្រួតត្រារបស់អាណានិគមនិយមក្នុងឱកាសនោះលោកជំទាវ បានីយ៉ាទូបានជម្រាបជូនសម្ដេចវិបលសេនាភក្តីអំពីជំនួបពិភាក្សារវាងលោកជំទាវជាមួយនឹងសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាដែលទទួលបានជោគជ័យដោយភាគីទាំងពីរបានឯកភាពគ្នាថានឹងបន្តជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុសារណៈទាំងឡាយណាដែលរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវបានចុះហត្ថលេខារួមគ្នាអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរលោកជំទាវប្រធានរដ្ឋសភាឡាវបានវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធផលជាច្រើនរបស់ប្រជាជននិងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដែលធ្វើឲ្យប្រទេសមានការរីកចម្រើនឥតឈប់ឈរលោកជំទាវបានចាត់ទុកស្នាដៃដ៏ធំធេងទាំងនេះគឺជាបទពិសោធន៍និងជាមាគ៌ាដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តអនុវត្តឲ្យមានការរីកចម្រើនថែមទៀតលោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡាវនិងកម្ពុជាកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូប្រទេសទាំងពីរជាពិសេសដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមថងលួនស៊ីសូលីតនាយករដ្ឋមន្ត្រីឡាវបានផ្លាស់ប្ដូរបទពិសោធន៍និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗដែលធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនលោកជំទាវមានជំនឿជឿជាក់ថារដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តអនុវត្តការបោះបង្គោលព្រំដែននិងជួយសម្រួលរាល់ការធ្វើប័ណ្ណឆ្លងកាត់ព្រំដែនជូនដល់ប្រជាពលរដ្ឋប្រទេសទាំងពីរឲ្យមានភាពងាយស្រួលក្នុងការឆ្លងដែនជាពិសេសការបើកច្រកទ្វារព្រំដែនអន្តរជាតិនងនុខឿនត្រពាំងគ្រៀលគឺជាការបើកសក្តានថ្មីសម្រាប់បន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយឡែកតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនេះដែរនៅឆ្នាំ 2017 នឹងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅដើម្បីធ្វើឲ្យការឆ្លងដែនរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរឲ្យកាន់តែមានភាពងាយស្រួលថែមទៀតដោយសារកិច្ចសហប្រតិបត្តិការដ៏ល្អនេះប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដើម្បីដោះដូរអ្នកទោសដោយឥតមានលក្ខខណ្ឌលោកជំទាវក៏បានកោតសរសើរនិងអបអរសាទរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមCLV នាពេលកន្លងទៅនៅខេត្តសៀមរាបទទួលបានជោគជ័យដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណកម្ពុជាឡាវវៀតណាមកាន់តែមានភាពរីកចម្រើនថែមទៀតក្នុងនាមរដ្ឋសភាឡាវលោកជំទាវក៏បានគោរពអញ្ជើញសម្ដេចវិបលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានិងគណៈប្រតិភូព្រឹទ្ធសភាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវតាមពេលវេលាសមស្របណាមួយ
ក្នុងឱកាសនេះដែរសម្ដេចប្រធានក៏បានឯកភាពជាមួយលោកជំទាវប្រធានរដ្ឋសភាឡាវក្នុងការវិតម្លៃខ្ពស់ចំពោះចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរសម្ដេចប្រធានបានអបអរសាទរនិងវិតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលសម្ដេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងអនុសារណៈផ្សេងៗខាងផ្នែកសេដ្ឋកិច្ចសង្គមវប្បធម៌និងបញ្ហាព្រំដែនប្រទេសទាំងពីរដែលធ្វើការពិនិត្យខ្សែព្រំដែននៅលើដីជាក់ស្ដែងបាន 86% នៅសេសសល់ 14% ទៀតកំពុងដោះស្រាយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាសូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ដើម្បីឈានទៅបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យបានរួចរាល់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍលើគ្រប់វិស័យសម្ដេចក៏បានអបអរសាទរនិងវិតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះប្រកបដោយលទ្ធផលជាផ្លែផ្កាជាពិសេសនាយករដ្ឋមន្ត្រីនៃប្រទេសទាំង3ក៏បានបដិញ្ញាចិត្តខ្ពស់ដើម្បីកសាងតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍ដ៏ធំនៅក្នុងតំបន់ជាមួយគ្នានេះសម្ដេចក៏បានអបអរសាទរនិងវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិបញ្ញត្តិនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាហើយរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសយើងទាំងពីរប្រទេសកម្ពុជាតែងតែចាត់ទុកប្រទេសឡាវជាដៃគូដ៏ល្អជាមិត្តល្អជាបងប្អូនល្អនិងជាអ្នកជិតខាងល្អហើយត្រៀមគ្រប់លក្ខណៈសម្បត្តិបន្តជួយគាំទ្រគ្នាទៅវិញទៅមកក្នុងពេលបច្ចុប្បន្ននិងក៏ដូចជាពេលអនាគតសម្ដេចបានប្រសិទ្ធពរជូនប្រជាជនឡាវឲ្យទទួលបានជ័យជំនះក្នុងការបន្តការពារកសាងអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់បកប្រជាជនបដិវត្តន៍ឡាវសម្ដេចក៏បានប្រសិទ្ធពរជូនចំពោះលោកជំទាវប្រធានគណៈប្រតិភូឲ្យទទួលបានសុខភាពល្អបរិបូរណ៍បំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យព្រមទាំងប្រសិទ្ធពរឲ្យមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរស្ថិតស្ថេរជារកាលOkay, that's all.